មនុស្សយើងពេលខ្លះគួរអស់សំណើចពេលដែលអ្វីមួយដែលអត់ទាន់បាត់បង់មិនថាមនុស្សឬក៏របស់ឯងគឺអត់សូវយកចិត្តទុកដាក់ថែរក្សាឯងប៉ុន្តែនៅពេលដែលរបស់នោះចាប់ដើមបាត់បង់ទៅទើបចាប់ដើមសាររើនៅអតីតកាលចាប់ដើមសោកស្ដាយស្រែកដង្ហៅហៅឲ្យត្រឡប់មកវិញទាំងតែពេលខ្លះវាអាចសូម្បីតែគិតពេលខ្លះដោយសារតែយើងគិតថាវាជាកម្មសិទ្ធិរបស់យើងទើបពេលខ្លះយើងពង្រើយកន្តើយមិនសូវចាប់អារម្មណ៍មិនសូវខ្វល់ខ្វាយអើពើប៉ុន្តែចង់ប្រាប់ថាត្រូវចាំថាមនុស្សយើងខុសពីវត្ថុដែលមិនមានវិញ្ញាណមិនមានការផ្លាស់ទីដោយខ្លួនឯងដូចមនុស្សទេអញ្ចឹងហើយបើសិនជាថ្ងៃណាមួយមនុស្សដែលអ្នកស្រឡាញ់គេចាក់ចេញពីអ្នកកុំស្ដាយក្រោយអីព្រោះអីកន្លែងនោះលែងស័ក្តិសមនឹងគេទៀតហើយកន្លែងនោះជាកន្លែងដែលគេគិតថាគេលែងមានតម្លៃទៀតហើយក៏មិនប្រកាសថាអ្នកអាចរកមនុស្សបែបនោះបាន2ដងក្នុងមួយឆាកជីវិតដែរគួរទុកពេលឲ្យមនុស្សណាផ្សេងដែលគេស្គាល់ពីតម្លៃអ្នកនោះមើលថែម្ដងចុះហើយបើសិនជាមិនចង់ឲ្យស្ដាយក្រោយទេគួរចេះថែរក្សាគេផង